ข้อประหกមកមុខនេះហ่าបងប្អូននៅប្រចាំផ្ទះខ្ញុំគឺមានតែប្តីខ្ញុំម្នាក់គត់ដែលចូលចិត្តកំងជាងគេគឺគាត់អាសាកំងខ្លាំងមែនតែនហើយសម្រាប់ខប្រហុករបស់ខ្ញុំគឺខ្ញុំចូលចិត្តខរៀងមានទឹកច្រើនបន្តិចទៅដើម្បីយើងស្រូបជាមួយបន្លែហើយនឹងនំបញ្ចុកបងប្អូនអញ្ចឹងសម្រាប់ការខប្រហុករបស់ខ្ញុំបើសិនជាបងប្អូនមើលបងប្អូននឹងឃើញថារៀងមើលទៅខុសប្លែកពីខប្រហុកធម្មតាបន្តិចដោយសារតែខ្ញុំពេលដែលខ្ញុំខប្រហុកហ្នឹងគឺខ្ញុំញ៉ាំជាមួយនំបញ្ចុកផងហើយអ្នកណាគេចង់ញ៉ាំជាមួយបាយក៏ញ៉ាំជាមួយបាយអញ្ចឹងណាបងប្អូនតើឥឡូវយើងមកមើលគ្រឿងផ្សំហើយនឹងរបៀបដែលខ្ញុំខប្រហុកណាបងប្អូនជាដំបូងគឺខប្រហុកខ្ញុំគឺជាខប្រហុកបែបលក្ខណៈបុកគ្រឿងហើយគ្រឿងបុករបស់ខ្ញុំគឺមានគ្រឿងតែ3មុខទេបងប្អូនគឺមានគល់ស្លឹកគ្រៃរំដេងហើយនឹងខ្ទឹមសបងប្អូនឯម្ទេសវិញគឺចង់ដាក់ក៏បានអត់ក៏បានដែរតាមចំណង់ចំណូលចិត្តខ្ញុំដាក់2គ្រាប់ចឹងទៅដើម្បីឲ្យឈ្ងុយឯងបងប្អូនគឺមិនជាហិលទេយើងដាក់ចំនួនប៉ុណ្ណឹងបន្ទាប់ពីយើងដាក់គ្រឿងទាំងអស់ចូលត្បាល់ហើយយើងបុកមកឲ្យតតែម៉ត់ណាបងប្អូននិយាយទៅបុកឲ្យម៉ត់ចឹងទៅដើម្បីយើងយកទៅខហើយបន្ទាប់ពីយើងបុកគ្រឿងម៉ត់ហើយគឺខ្ញុំនៅក្នុងខហ្នឹងខ្ញុំមានដាក់ត្រប់ចឹងណាបងប្អូនចឹងខ្ញុំយកត្រប់នេះមកកាត់ជារាងចង្វាមូលចឹងឯងហៅថាចង្វាមូលចឹងឯណាបងប្អូនសម្រាប់ខប្រហុកនេះដែរបងប្អូនចង់ដាក់ត្រប់វែងអញ្ចឹងក៏បានបងប្អូនចង់ដាក់ផ្សិតច្បើងក៏បានដែរអត់អីទេនិយាយទៅគឺឆ្ងាញ់ដូចគ្នាតែសម្រាប់ខប្រហុកដែលយើងដាក់ត្រប់បងប្អូននៅពេលដែលយើងរំងាស់ត្រប់រៀងឆ្អិនខ្លាំងទៅគឺរលួយទៅគឺទឹកគឺរៀងខាប់ណាបងប្អូនហើយសម្រាប់ការខប្រហុកនេះដែរបើសិនជាបងប្អូនខម៉ាំហើយរបៀបហ្នឹងក៏ឆ្ងាញ់ដូចគ្នាដែរបងប្អូននិយាយទៅគឺបងប្អូនធ្វើដូចគ្នាទាំងអស់គ្រាន់តែបងប្អូនដាក់ម៉ាំទៅក៏ឆ្ងាញ់ដែរនិយាយទៅគឺរូបមន្តខម៉ាំនិងខប្រហុករបស់ខ្ញុំគឺដូចគ្នាអញ្ចឹងឯងអញ្ចឹងជាដំបូងបងប្អូនឃើញហើយគឺខ្ញុំដាក់ប្រេងបន្តិចចឹងទៅកុំឲ្យថាអត់មានប្រេងទៅជាប់ខ្ទះជាប់អីចឹងណាអញ្ចឹងបន្ទាប់មកយើងក៏ដាក់គ្រឿងបុកតែមិញហ្នឹងគឺដាក់ចូលមកកូរឡើងឈ្ងុយហើយចាំយើងដាក់ប្រហុកចូលបរិមាណប្រហុកណាដាក់តាមចំណង់ចំណូលចិត្តចង់ដិតដាក់ច្រើនចង់តិចដាក់តិចចឹងទៅបងប្អូនគឺតាមចំណង់ចំណូលចិត្តបងប្អូនទេគ្រាន់តែថាសម្រាប់ខប្រហុកខម៉ាំអីអញ្ចឹងគឺរសជាតិគេគឺរឿងដិតឯងបងប្អូនគឺដោយសារតែយើងត្រូវការញ៉ាំជាមួយលក់អញ្ចឹងណាចឹងបើសិនបងប្អូនដាក់ប្រហុកតិចបងប្អូនក៏ត្រូវបន្ថែមគ្រឿងប្រៃដូចជាអំបិលឬក៏ទឹកត្រីអីចឹងឯងសម្រាប់ខ្ញុំគឺខ្ញុំដាក់ប្រហុកឲ្យមកល្មមប្រៃតែម្ដងណាហើយខ្ញុំគ្រាន់តែបន្ថែមស្ករត្នោតមួយស្លាបព្រាបាយហើយនិងម្សៅស៊ុបមួយស្លាបព្រាកាហ្វេហើយកូរតិចចឹងទៅហ្នឹងហើយបងប្អូនសម្រាប់ខប្រហុកឬក៏ខម៉ាំជាទូទៅគឺខ្ញុំចូលចិត្តខដាក់ត្រីពោឬក៏ត្រីកែគឺត្រីពីរហ្នឹងដូចថាត្រូវបងប្អូនត្រូវជាមួយនឹងខប្រហុកឬក៏ខម៉ាំហ្នឹងឯងសម្រាប់ទឹកត្រីបងប្អូនឃើញខ្ញុំបន្ថែមបន្តិចទេដើម្បីឲ្យមានក្លិនទឹកត្រីចឹងណាបងប្អូនគឺដោយសារតែយើងដាក់ប្រហុកហ្នឹងមកល្មមទៅហើយខ្ញុំក៏អត់មានបន្ថែមអំបិលបន្ថែមអីទៀតដែរខ្លាចប្រៃជ្រុលណាបងប្អូនចុះសម្រាប់បងប្អូននៅពេលដែលបងប្អូនខប្រហុកតើបងប្អូនចូលចិត្តប្រើត្រីអីដែរសម្រាប់ខ្ញុំគឺដូចប្រាប់បងប្អូនចឹងគឺចូលចិត្តណាស់តែត្រីកែនិងត្រីពោនឹងឯងព្រោះអីគឺថាខម្ដងគឺចូលជាតិឆ្ងាញ់បងប្អូនអញ្ចឹងសម្រាប់ខ្ញុំនៅពេលដែលខ្ញុំដាក់គ្រឿងផ្សំទាំងអស់រួចរាល់ហើយគឺខ្ញុំនៅរងាស់ត្រីជាមួយនឹងគ្រឿងកូរមិញហ្នឹងឲ្យបានមកសន្ទុះសិនដើម្បីឲ្យត្រីនឹងចូលជាតិណាទៅក្រោយមកទៅខ្ញុំចាក់ទឹកចូលហើយទឹកដែលយើងចាក់ចូលគឺអត់ចាក់ច្រើនពេកទេគឺចាក់មកល្មមស្មើត្រីឬក៏លិចត្រីបន្តិចបន្តួចអញ្ចឹងឯងហើយនៅពេលដែលខ្ញុំរងាស់ត្រីបានរៀងឆ្អិនអញ្ចឹងទៅទឹកពុះខ្ញុំក៏ដាក់ត្រប់ចូលបើសិនបងប្អូនដាក់ផ្សិតទៅបងប្អូនដាក់ផ្សិតពេលនឹងបានដូចគ្នាហើយការដែលយើងដាក់ផ្សិតនិងដាក់ត្រប់គឺខុសគ្នាត្រង់ថាពេលដែលយើងដាក់ត្រប់គឺយើងត្រូវការដាក់រយៈពេលយូររហូតតតែត្រប់ហ្នឹងគឺថាឆ្អិនឡើងទុនណាបងប្អូនឆ្អិនទុនឡើងពេលខ្លះអាចនឹងរលួយចូលទៅក្នុងទឹកខហ្នឹងដើម្បីឲ្យទឹកខហ្នឹងខាប់អញ្ចឹងណាតែបើថាយើងដាក់ផ្សិតវិញគឺយើងដាក់តាមមកពុះទៅគឺបានញ៉ាំហើយអញ្ចឹងបើសិនជាបងប្អូនខដាក់ផ្សិតបងប្អូនបន្ថយទឹកឲ្យតិចជាងខដាក់ត្រប់ណាដោយសារតែយើងអត់ត្រូវការរំងាស់ហ៎បងប្អូនអញ្ចឹងគ្រាន់តែមកពុះគឺយើងលើកចុះអញ្ចឹងបើសិនបងប្អូនដាក់ផ្សិតហើយដាក់ទឹកច្រើនទៀតគឺនៅហ្នឹងឯងទឹកច្រើនពេកមើលទៅរាវពេកក៏អត់ឆ្ងាញ់ដែរណាដូច្នេះសម្រាប់ខប្រហុករបស់ខ្ញុំកាលណាតែត្រប់ឆ្អិនគឺឆ្អិនណាបងប្អូនគឺខ្ញុំរំងាស់ឲ្យតបែកត្រប់ចូលទៅក្នុងទឹកខតិចទៅឲ្យទឹកឡើងខាប់មកគឺបានហើយនិយាយទៅគឺបងប្អូនអាចឃើញហើយគឺមិនទឹកច្រើនពេកមិនទឹកច្រើនជាងកាកទេគឺថាស្មើទឹកស្មើកាកល្អមែនតែនតែបើសិនជាខ្ញុំអត់ញ៉ាំជាមួយនំបញ្ចុកខ្ញុំអាចនឹងរំងាស់ឲ្យខាប់ជាងនឹងព្រោះអីយើងអត់ញ៉ាំនំបញ្ចុកយើងអត់ត្រូវការទឹកច្រើនទេតែដោយសារថ្ងៃនេះខ្ញុំរំងាស់ញ៉ាំជាមួយនឹងនំបញ្ចុកក៏បងប្អូនចឹងហើយគឺត្រូវការទឹករៀងច្រើនបន្តិចសម្រាប់បន្លែគឺខ្ញុំមានតែស្ដៅមានត្រសក់ជីគ្រប់មុខហើយនឹងផ្កាស្នោក៏ដូចជាមានតកួនដើមចេកហើយនឹងតយងចេកដែលគេឈូសហ្នឹងគឺខ្ញុំទិញពីគេស្រាប់ទេអាហ្នឹងបងប្អូន
ដូច្នេះនៅផ្ទះខ្ញុំថ្ងៃហ្នឹងគឺមានពីរប៉ាបងប្អូនគឺមានប៉ានំបញ្ចុកហើយនិងប៉ាញ៉ាំបាយធម្មតាអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំសុំញ៉ាំនំបញ្ចុកហើយក៏ដួសសឡមួយចានឲ្យប្តីអញ្ចឹងណាដួសឲ្យប្តីគាត់ហូបបាយហើយយើងញ៉ាំនំបញ្ចុកទៅអញ្ចឹងការញ៉ាំនំបញ្ចុកហ្នឹងដូចជាយើងញ៉ាំនំបញ្ចុកសឡប្រហើសឡខ្មែរសឡការីយើងអីធម្មតាហ្នឹងឯងគឺយើងដាក់លបាយសិនទៅយើងដាក់នំបញ្ចុកហើយយើងស្រូបទឹកខហ្នឹងមកណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលគាត់ឃើញខ្ញុំដាក់ស្ដៅចូលទៅក្នុងនំបញ្ចុកចឹងបងប្អូនអាចគិតថាប្លែកតែតាមពិតទៅអត់ទេបងប្អូនគឺស្ដៅហ្នឹងគឺជាបន្លែនំបញ្ចុកមិនថាសឡការីសឡប្រហើសឡណាំយ៉ាឬក៏យើងយកមកញ៉ាំនឹងខប្រហុកបែបហ្នឹងទេគឺថាត្រូវហើយស្ដៅគឺដាក់ទៅគឺថាត្រូវឆ្ងាញ់ខ្លាំងមែនតើណាបងប្អូនហើយតាំងពីដើមមកក៏ខ្ញុំអត់ដឹងថាស្ដៅនេះគេញ៉ាំជាលបាយនំបញ្ចុកដែរតតែថ្ងៃបានទៅញ៉ាំនំបញ្ចុកនៅព្រះដាក់ឃើញគេដាក់ស្ដៅធ្វើជាលបាយនំបញ្ចុកទើបខ្ញុំដឹងថាអូស្ដៅនេះក៏ពិតគេយកមកធ្វើលបាយនំបញ្ចុកដែរបើនិយាយទៅគឺថារសជាតិឆ្ងាញ់ខ្លាំងមែនតើហើយសម្រាប់ស្ដៅបងប្អូនដែលចាញ់ល្វីងខ្ញុំមានវិធីធ្វើកុំឲ្យល្វីងគឺបងប្អូនស្រោះទឹកក្តៅដាំទឹកក្តៅឲ្យពុះហើយយើងចាក់មកស្រោះវាមួយផ្លែតចឹងទៅហើយយើងស្រង់ឡើងមកត្រាំទឹកត្រជាក់មួយសន្ទុះទៅហើយស្រង់ឡើងទៅគឺស្ដៅយើងគឺសឹងតែបាត់ជាតិល្វីងហើយប៉ុន្តែរសជាតិនៅតែឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនឥឡូវនេះខ្ញុំឈប់រៀបរាប់ហើយដោយសារតែម្ហូបខ្ញុំក៏ឆ្អិនហើយខ្ញុំក៏ដួសរៀបចំដាក់នំបញ្ចុកដាក់អីហើយអញ្ចឹងក៏ដល់ម៉ោងញ៉ាំអញ្ចឹងណាបងប្អូនសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរបងប្អូនគ្រាន់តែចង់បង្ហាញបងប្អូនពីរបៀបខប្រហុកតាមបែបរូបមន្តគ្រួសារខ្ញុំអញ្ចឹងណាតាមពិតខ្ញុំធ្លាប់បានមានវីដេអូខប្រហុកម្ដងហើយបងប្អូនតែម្ដងមុនហ្នឹងគឺខ្ញុំបានញ៉ាំជាមួយនំបញ្ចុកទេតែលើកនេះគឺថាទិញនំបញ្ចុកមកដោយសារតែលើកមុនហ្នឹងគឺស្ដាយដែរអត់បានទិញនំបញ្ចុកអញ្ចឹងហើយលើកនេះទិញមកកុំឲ្យស្ដាយហើយសម្រាប់បងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំបើសិនជាខ្ញុំនិយាយលឿនត្រង់ណាបងប្អូនចង់សួរខ្ញុំដោយសារស្ដាប់អត់ទាន់អីបងប្អូនអាច comment សួរខ្ញុំបានណាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយ